សួស្តីអ្នកទាំងអស់គ្នានិងជំរាបសួរទៅដល់អ្នកគ្រូសឹងពៅរតនាមនីនាងខ្ញុំជាសិស្សដែលរៀននៅសាកលវិទ្យាល័យជាតិបាត់ដំបងជំនាញគណនេយ្យឆ្នាំទី4ឆមាស1ហើយរៀននៅបន្ទប់ទី103នាងខ្ញុំតំណាងឲ្យក្រុមទី10ដែលត្រូវមកបកស្រាយសម្រាប់មុខវិជ្ជា Public Finance ក្រោមប្រធានបទទំព័រទី375ដល់426ប្រៀបធៀបខេត្តបៃលិននិងត្បូងឃ្មុំដោយផ្អែកតាមសៀវភៅមគ្គុទ្ទេសក៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តឆ្នាំ2024ដែលថ្ងៃនេះដែរនាងខ្ញុំនឹងបកស្រាយពីការផ្ដល់មតិកែលម្អលើមគ្គុទ្ទេសក៍សេដ្ឋកិច្ចខេត្តបាត់ដំបង2024ផ្អែកតាមទម្រង់ខាងក្រោមនិងស្វែងរកចំណុចដូចគ្នានិងខុសគ្នារវាងខេត្តបាត់ដំបងនិងខេត្តត្បូងឃ្មុំនិងបៃលិនហើយទាំងនេះគឺជាឈ្មោះរបស់សមាជិកក្រុមរបស់នាងខ្ញុំយើងដឹងហើយថានៅក្នុងឆ្នាំ2024សេដ្ឋកិច្ចនៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជារួមមានខេត្តបាត់ដំបងបៃលិននិងត្បូងឃ្មុំបានបន្តការរីកចម្រើនលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំងក្លាហើយការអភិវឌ្ឍនៅតំបន់នេះមានការរួមចំណែកយ៉ាងសកម្មពីរដ្ឋាភិបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាជ្ញាធរមូលដ្ឋាននិងវិស័យឯកជនផ្សេងៗទៀតដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ចជាអចិន្ត្រៃយ៍និងមានតុល្យភាពហើយសម្រាប់ខេត្តដំបងដែលខ្ញុំនឹងយកមកលើកបង្ហាញគឺជាខេត្តបៃលិនខេត្តបៃលិនគឺជាខេត្តមួយដែលស្ថិតនៅជាប់ព្រំប្រទល់ប្រទេសថៃហើយវាគឺជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិនិងដីល្អសម្រាប់វិស័យកសិកម្មហើយចំពោះខេត្តបៃលិនវិស័យកសិកម្មត្រូវបានចាត់ទុកជាសេដ្ឋកិច្ចដ៏សំខាន់មួយដែរដោយមានការដាំដំណាំជាច្រើនផ្សេងៗគ្នាទៀតដូចជាដំណាំស្រូវដំឡូងមីនិងដំណាំផ្សេងៗទៀតដែលបម្រើឲ្យសហគមន៍ជាចម្បងហើយក្រៅពីវិស័យកសិកម្មក៏មានការអភិវឌ្ឍទៅលើវិស័យឧស្សាហកម្មតូចធំដូចជាការផ្គត់ផ្គង់អគ្គិសនីទឹកស្អាតនិងសំណង់ផ្លូវជនបទហើយត្រូវបានអនុវត្តជាបន្តបន្ទាប់ដើម្បីបង្កើនគុណភាពជីវភាពប្រជាពលរដ្ឋហើយមួយទៀតការចូលរួមរបស់វិស័យឯកជនក៏បានធ្វើឲ្យសេដ្ឋកិច្ចមានភាពសកម្មនិងប្រសើរឡើងជាបន្តបន្ទាប់ដែរឥឡូវយើងចូលមកដល់ខេត្តទី2គឺជាខេត្តថ្មីមួយដែលមានឈ្មោះថាខេត្តត្បូងឃ្មុំប៉ុន្តែខេត្តថ្មីនេះក៏មានសក្តានុពលខ្លាំងដែរនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវិស័យឧស្សាហកម្មនិងសេដ្ឋកិច្ចត្រូវបានលើកទឹកចិត្តឲ្យរីកចម្រើនដោយមានការគាំទ្រពីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍខេត្តនេះក៏បានពង្រឹងទៅដល់ការផ្គត់ផ្គង់សេវារដ្ឋបាលដូចជាទឹកអគ្គិសនីនិងផ្លូវសាធារណៈដែលជាផ្នែកសំខាន់នៅក្នុងការរីកចម្រើនសេដ្ឋកិច្ចមូលដ្ឋានហើយខេត្តដែលសំខាន់ជាងគេមួយទៀតគឺខេត្តបាត់ដំបងខេត្តបាត់ដំបងមានតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនៅក្នុងភាគខាងលិចដោយផ្ដោតលើវិស័យកសិកម្មការផលិតផលកសិកម្មដឹកចេញការអភិវឌ្ឍឧស្សាហកម្មនិងពាណិជ្ជកម្មការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗដូចជាផ្លូវអគ្គិសនីនិងទីផ្សារបានជួយលើកស្ទួយសេដ្ឋកិច្ចនៅក្នុងតំបន់បាត់ដំបងក៏ជាមជ្ឈមណ្ឌលអប់រំនិងការងារដែលផ្ដល់ឱកាសជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជិតខាងផងដែរហើយសម្រាប់សេដ្ឋកិច្ចទាំង3ខេត្តនៅក្នុងឆ្នាំ2024មានទិសដៅជាក់លាក់នឹងការរីកចម្រើនលើវិស័យកសិកម្មឧស្សាហកម្មស្រាលពាណិជ្ជកម្មនិងសេវាកម្មការរួមសហការរបស់វិស័យរដ្ឋនិងឯកជនបានជួយជំរុញអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងធានាឲ្យមានស្ថិរភាពសេដ្ឋកិច្ចយ៉ាងប្រកបដោយប្រសិទ្ធភាពនិងចីរភាពសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនេះហើយមុននឹងយើងចូលទៅប្រធានបទឲ្យកាន់តែស៊ីជម្រៅនាងខ្ញុំសូមណែនាំពីពាក្យគន្លឹះមួយចំនួនសិនដូចជាពាក្យមគ្គុទ្ទេសក៍សេដ្ឋកិច្ច
វាគឺជាឯកសារឬផែនការដែលបង្ហាញពីទិសដៅនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ឬខេត្តណាមួយដើម្បីជំរុញការរីកចម្រើនសង្គមនិងស្ថិរភាពហិរញ្ញវត្ថុហើយចំណែកពាក្យមួយទៀតគឺពាក្យហិរញ្ញវត្ថុច្បាស់ណាស់បើយើងគិតពីពាក្យហិរញ្ញវត្ថុយើងនឹងសំដៅទៅលើលុយមែនអត់ប៉ុន្តែថ្ងៃនេះវាមាននិយមន័យផ្សេងវាគឺជាការគ្រប់គ្រងឬការប្រើប្រាស់ប្រាក់និងធនធានសាច់ប្រាក់ដើម្បីសម្រេចគោលដៅសេដ្ឋកិច្ចហើយមួយវិញទៀតពាក្យមួយទៀត SME ពាក្យពេញរបស់វាគឺ Small and Medium Enterprise សហគ្រាសខ្នាតតូចនិងមធ្យមឥឡូវយើងចូលមកដល់ចំណុចសំខាន់ចំណុចទី3គឺជាមតិកែលម្អលើមគ្គុទ្ទេសក៍សេដ្ឋកិច្ចបាត់ដំបងក្នុងឆ្នាំ2024ជាងដឹងហើយថាខេត្តបាត់ដំបងគឺជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ណាស់ប៉ុន្តែការកែលម្អគោលនយោបាយនិងការអភិវឌ្ឍផែនការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែប្រសើរជាងមុនទៀតដើម្បីសម្រេចបានគោលដៅនៃមគ្គុទ្ទេសក៍សេដ្ឋកិច្ចក្នុងឆ្នាំ2024ហ្នឹងយើងអាចយកបទពិសោធន៍ពីខេត្តពីរទៀតមកប្រើប្រាស់និងកែលម្អដោយចំណុចទី1យើងត្រូវកែលម្អទៅលើការអភិវឌ្ឍសេដ្ឋកិច្ចតំបន់រួមគួរតែផ្ដោតលើការសហការរវាងខេត្តទាំងពីរជាប់គ្នាហ្នឹងដើម្បីបង្កើតទំនាក់ទំនងតំបន់សេដ្ឋកិច្ចរួមហើយខេត្តបាត់ដំបងគួរតែអាចចងភ្ជាប់ជាមួយនឹងសកម្មភាពជួញដូរនិងផលិតកម្មជាមួយខេត្តប៉ៃលិននិងត្បូងឃ្មុំដោយសាងសង់ជាផ្លូវចរាចរណ៍ឧបករណ៍ដឹកជញ្ជូននិងទីផ្សារសហប្រតិបត្តិការសហការទាំងនេះនឹងអាចជួយលើកកម្ពស់លើការវិនិយោគនិងការបង្កើនការងារនៅក្នុងតំបន់មួយចំនួនផងដែរចំណុចទី2យើងគួរតែធ្វើការលើកកម្ពស់លើវិស័យកសិកម្មទំនើបបាត់ដំបងគួរតែជំរុញឲ្យកសិករប្រើបច្ចេកវិទ្យាទំនើបដូចជាការដាំដុះប្រកបដោយប្រសិទ្ធភាពនិងមានគុណភាពបាត់ដំបងអាចចូលគំរូពីខេត្តប៉ៃលិនដែលមានការរួមបញ្ចូលជាមួយនឹងសហគមន៍កសិករនិងក្រុមសហករណ៍ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកសិកម្មនិងមជ្ឈមណ្ឌលកែច្នៃផលិតផលកសិកម្មនឹងជួយបង្កើនតម្លៃផលិតផលមូលដ្ឋានចំណុចទី3ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហើយបាត់ដំបងគួរតែផ្ដោតលើការកែលម្អផ្លូវជនបទផ្លូវភ្ជាប់ខេត្តជិតខាងនិងប្រព័ន្ធទឹកស្អាតការអភិវឌ្ឍបណ្ដាញអគ្គិសនីនិងប្រព័ន្ធទឹកស្អាតនៅតំបន់ជនបទនឹងជួយឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងនិងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចកាន់តែសកម្មចំណុចមួយទៀតដែលជាចំណុចទី4គួរតែផ្ដោតទៅលើការអភិវឌ្ឍឧស្សាហកម្មនិង SME បាត់ដំបងគួរតែលើកទឹកចិត្តឲ្យមានការវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មដូចជាការផលិតទឹកផ្លែឈើការច្នៃស្រូវអង្ករព្រមទាំងគួរតែបង្កើតកម្មវិធីជួយសហគ្រាសតូចមធ្យមដូចជាបង្កើតឥណទានខ្នាតតូចការបណ្ដុះបណ្ដាលអាជីវកម្មនិងបណ្ដាញផ្សព្វផ្សាយផលិតផលក្នុងតំបន់ចំពោះចំណុចទី5ការអភិវឌ្ឍវិស័យទេសចរណ៍បើយើងគួរតែយកគំរូពីខេត្តត្បូងឃ្មុំនិងប៉ៃលិនដោយការអភិវឌ្ឍទេសចរណ៍សហគមន៍និងទេសចរណ៍ធម្មជាតិដូចជាបឹងព្រៃនិងវប្បធម៌ក្នុងសហគមន៍បាត់ដំបងអាចបង្កើតផែនការអភិវឌ្ឍទីតាំងទេសចរណ៍ថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកចំពោះចំណុចទី6គឺការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានយើងគួរតែយកចិត្តទុកដាក់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតងដោយប្រើថាមពលទឹកស្អាតនិងការគ្រប់គ្រងប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាពបង្កើតគម្រោងអភិវឌ្ឍទឹកស្រោចស្រពនិងការពារបរិស្ថានដើម្បីធានាឲ្យមានសមធម៌រវាងការអភិវឌ្ឍនិងធនធានធម្មជាតិចំណុចទី7ការគ្រប់គ្រងថវិកានិងភាពថ្លៃថ្នូរបង្កើតប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកានិងធានាឲ្យមានភាពថ្លៃថ្នូរតាមរយៈប្រព័ន្ធតាមដាននិងវិតម្លៃការងារដើម្បីធានាថាថ
ថវិកាត្រូវបានប្រើប្រាស់ទៅលើគម្រោងមានប្រយោជន៍ជាក់ស្ដែងហើយសម្រាប់ចំណុចទី8ការពង្រឹងការជួញដូរព្រំដែនបាត់ដំបងអាចជួយរួមអភិវឌ្ឍទីផ្សារព្រំដែនជាមួយនឹងខេត្តបៃលិននិងត្បូងឃ្មុំដើម្បីងាយស្រួលក្នុងការជួញដូរទំនិញនិងកសិកម្មនិងផលិតផលក្នុងស្រុកខាងសហការជាមួយអាជ្ញាធរពាក់ព័ន្ធនឹងជួយបង្កើនចំណូលសម្រាប់ប្រជាជនឥឡូវយើងចូលមកសិក្សាពីខេត្តទាំង3នឹងឲ្យកាន់តែស៊ីជម្រៅទៀតសម្រាប់ចំណុចដូចគ្នាខេត្តទាំង3នឹងវាមានផ្នែកព័ត៌មានដូចគ្នាវិស័យសេដ្ឋកិច្ចសំខាន់ដូចគ្នាខេត្តទាំង3នឹងគឺជាខេត្តដែលមានកសិកម្មវិស័យកសិកម្មដូចជាការដាំដំណាំស្រូវរំលងមីពោតសណ្តែកហើយផ្លែឈើអីហ្នឹងចិញ្ចឹមសត្វចិញ្ចឹមអីហ្នឹងវាដូចគ្នានឹងឯងហើយមួយទៀតភូមិសាស្ត្រស្ថិតនៅភាគនិដីនៃប្រទេសកម្ពុជាដូចគ្នាហើយស្ថិតនៅជាប្រទេសជិតខាងជាមួយនឹងប្រទេសថៃហើយសម្រាប់បញ្ហាហេដ្ឋារចនាសម្ព័ន្ធខេត្តទាំង3ហ្នឹងវាមានបញ្ហាផ្លូវដូចគ្នាដូចខេត្តបាត់ដំបងរបស់យើងហ្នឹងធ្វើផ្លូវអត់ទាន់ហើយទេខេត្តបៃលិនក៏មានកន្លែងខ្លះក៏គាត់ធ្វើអត់ទាន់ហើយដែរខេត្តត្បូងឃ្មុំក៏ដូចគ្នាដែរហើយបញ្ហាប្រព័ន្ធទឹកស្អាតហ្នឹងក៏វាមានអត់គ្រប់គ្រាន់ដែរសម្រាប់យើងនៅទីក្រុងវាមានប៉ុន្តែនៅជនបទវាអត់មានដូចគ្នានឹងឯងហាគិសនីពេលខ្លះក៏ដាច់ពេលខ្លះក៏នៅតាមជនបទក៏អត់មានដែរហើយសម្រាប់បញ្ហាកម្លាំងពលកម្មហើយខេត្តទាំង3ហ្នឹងខេត្តបៃលិនត្បូងឃ្មុំហើយនិងបាត់ដំបងហ្នឹងភាគច្រើនបុគ្គលិកជាច្រើនជាកសិករនិងកម្លាំងពលកម្មមានជំនាញទៀតដែលត្រូវការបណ្ដុះបណ្ដាលបន្ថែមហើយសម្រាប់ឱកាសអភិវឌ្ឍមានសក្តានុពលខ្ពស់សម្រាប់វិស័យទេសចរណ៍បៃតងកសិកម្មទំនើបសម័យថ្មីនិងពាណិជ្ជកម្មជាមួយប្រទេសជិតខាងពួកអីខេត្តបាត់ដំបងសម្បូរធនធានធម្មជាតិច្រើនណាកន្លែងដើរលេងតាមជនបទអីហ្នឹងព្រៃឈើអីហ្នឹងវានៅច្រើនខេត្តបៃលិនក៏ដូចគ្នាត្បូងឃ្មុំក៏ដូចគ្នាដែរហើយបញ្ហាបរិស្ថានរងការប៉ះពាល់ពីទឹកជំនន់និងរាំងស្ងួតនិងការបាត់បង់ព្រៃឈើដែលប៉ះពាល់ដល់ផលិតផលកសិកម្មវាប៉ះពាល់ដូចគ្នាដោយសារតែយើងដឹងហើយថាប្រទេសកម្ពុជាយើងវាមានរដូវវស្សានិងរដូវប្រាំងអញ្ចឹងវាអាចទាំងប៉ះពាល់ហើយព្រោះអីរដូវប្រាំងវាអាចថារាំងខ្លាំងអីចឹងទៅរដូវវស្សាអាចតែភ្លៀងខ្លាំងអញ្ចឹងវាធ្វើឲ្យលិចអីចឹងទៅឥឡូវយើងចូលមកដល់ចំណុចខុសគ្នារវាងខេត្តទាំង3ហ្នឹងចំពោះទីតាំងភូមិសាស្ត្រខេត្តបាត់ដំបងស្ថិតនៅភាគខាងលិចប្រទេសកម្ពុជាជិតព្រំដែនថៃជាខេត្តដែលមានដែនទឹកជាសំខាន់យើងដឹងហើយថាខេត្តបាត់ដំបងវាសម្បូរទឹកមានទំនប់ទឹកនៅខាងស្រុកសឡូថងមានទំនប់ទឹកនៅខាងផ្សេងទៀតណាហើយចំពោះខេត្តបៃលិនជាខេត្តដែលទូចតែកាលពីមុនវាកាត់ពីបាត់ដំបងដែរវានៅជិតតំបន់ភ្នំនិងដីសម្បូរជីវជាតិសម្រាប់ដាំដំណាំផ្លែឈើមានអាកាសធាតុត្រជាក់ជាងខេត្តបាត់ដំបងខ្លះអីចឹងទៅបើសម្រាប់ខេត្តត្បូងឃ្មុំគឺជាខេត្តមួយដែលនៅភាគខាងកើតជិតប្រទេសវៀតណាមមានដីល្អសម្រាប់ដាំកៅស៊ូនិងដំណាំឧស្សាហកម្មធម្មជាតិជាតំបន់កសិកម្មនិងសម្បូរធនធានព្រៃឈើហើយចំពោះស្ថានភាពសេដ្ឋកិច្ចសំខាន់វិញចំពោះខេត្តបាត់ដំបងផ្អែកទៅលើកសិកម្មដូចជាដាំស្រូវពោតដំឡូងនិងពាណិជ្ជកម្មជាមួយនឹងថៃព្រោះអីពេលខែប្រមូលផលម្ដងថៃគេចូលមកទិញអីចឹងទៅពេលខ្លះក៏វៀតណាមចូលមកទិញដែរនៅពេលដែលថៃគាត់ចុះមកទិញចឹងទៅគាត់ប្រើជាលុយបាតលុយអីចឹងវាបានតម្លៃថ្លៃចឹងទៅហើយក្រៅពីហ្នឹងទៀតវាក៏មានវិស័យឧស្សាហកម្មខ្នាតតូចនិងមធ្យមហើយនិងសេវាហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនដែរជាខេត្តដែលមានផលិតផលកសិកម្មច្រើនបំផុតនិងមជ្ឈមណ្ឌលចែកចាយទំនិញក្នុងតំបន់ភាគខាងលិចហើយខេត្តបៃលិនយើងដឹងហើយថាខេត្តបៃលិនគឺជាខេត្តមួយដែលគាត់ផ្អែកទៅលើវិស័យកសិកម្មដែរប៉ុន្តែគាត់ផ្អែកទៅលើផ្នែកផ្លែឈើនិងផលិតផលសារជីវសាស្ត្រមានសកម្មភាពពាណិជ្ជកម្មតាមច្រកព្រំដែនបៃលិននិងថៃអីចឹងទៅប៉ុន្តែឧស្សាហកម្មមិនទាន់ទៅចម្រើនច្រើនទេហើយសម្រាប់ខេត្តត្បូងឃ្មុំវាផ្អែកទៅលើវិស័យកសិកម្មដែរ
ហើយនឹងវិស័យឧស្សាហកម្មនិងការវិនិយោគប៉ុន្តែវាអាចថាវាមានទំនិញឬក៏ផលិតផលខុសៗពីខេត្តប៉ៃលិនហើយនឹងត្បូងហើយនឹងខេត្តបាត់ដំបងអីចឹងទៅហើយមានតំបន់ឧស្សាហកម្មជាមួយនឹងចិននិងវៀតណាមត្បូងឃ្មុំកំពុងក្លាយជាកន្លងឧស្សាហកម្មថ្មីនៃប្រទេសកម្ពុជាដែរចំពោះចំណុចមួយទៀតក្នុងខេត្តបាត់ដំបងមានសក្តានុពលផ្នែកអភិវឌ្ឍន៍ដូចជាវិស័យទេសចរណ៍និងសេដ្ឋកិច្ចកសិកម្មធំបើនិយាយពីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាលេខ2គឺបាត់ដំបងហើយដោយសារតែបាត់ដំបងវាសម្បូរទៅដោយផ្ទះបុរាណអីចឹងទៅអញ្ចឹងភ្ញៀវទេសចរគាត់ចូលចិត្តមកមើលវត្ថុបុរាណឬក៏ផ្ទះបុរាណដែលសល់ពីសម័យបារាំងអញ្ចឹងទៅហើយចំពោះខេត្តប៉ៃលិនវាមានសក្តានុពលដែរប៉ុន្តែវាអាចថាទេសចររបស់គាត់ដែលតាក់ទាញហ្នឹងគឺផលិតផលកសិកម្មសរីរាង្គអីចឹងទៅនឹងទេសចរធម្មជាតិដូចជាភ្នំខៀវអីចឹងទៅទឹកធ្លាក់ភ្នំខៀវឬក៏ទឹកធ្លាក់បោះឡាងអីចឹងទៅដែលធ្វើឲ្យវិស័យទេសចររបស់គាត់កាន់តែរីកចម្រើនធ្វើឲ្យមានភ្ញៀវទៅលេងអីចឹងទៅសម្រាប់ខេត្តត្បូងឃ្មុំវាមានសក្តានុពលនៅក្នុងឧស្សាហកម្មនិងវិនិយោគវិញដែលតាក់ទាញភ្ញៀវទេសចរឲ្យទៅមើលអីចឹងទៅហើយចំពោះបញ្ហាប្រឈមសំខាន់ចំពោះខេត្តបាត់ដំបងបញ្ហាដែលប្រឈមខ្លាំងគឺបញ្ហាទឹកជំនន់ដោយសារតែពេលរដូវវស្សាម្ដងភ្លៀងខ្លាំងវាលិចតំបន់ទំនាបមួយចំនួនហើយដូចជាប៉ះពី3ស្រុកអីចឹងទៅដែលគាត់នៅចិត្តតាមដងស្ទឹងដងអីអញ្ចឹងគាត់ប៉ះពាល់ហើយសារពេលភ្លៀងតែភ្លៀងពី3ថ្ងៃជាប់គ្នាគឺលិចហើយសម្រាប់ខេត្តប៉ៃលិនខ្វះជំនាញបញ្ហាប្រឈមគឺខ្វះជំនាញនិងបច្ចេកទេសនិងអគ្គិសនីយ៉ាងដឹងហើយថាប៉ៃលិនគឺជាខេត្តមួយដែលកាត់ចេញពីបាត់ដំបងអញ្ចឹងបច្ចេកទេសឬក៏ជំនាញនិងអគ្គិសនីវាអាចថាអត់គ្រប់គ្រាន់ហើយពួកគាត់កាត់ចេញព្រោះវាអត់ទាន់យូរទេហើយចំពោះខេត្តត្បូងឃ្មុំខេត្តហ្នឹងក៏គេកាត់ចេញពីកំពង់ចាមដែរអញ្ចឹងបញ្ហាប្រឈមរបស់គាត់គឺឆ្ងាយពីទីផ្សារនិងបញ្ហាគម្រោងដឹកជញ្ជូនហ្នឹងហើយចំពោះបញ្ហាស្វូតនៅក្នុងខេត្តបាត់ដំបងខ្លាំងបំផុតគឺក្នុងវិស័យកសិកម្មហើយមួយទៀតខ្សោយផ្នែកឧស្សាហកម្មដោយសារតែបាត់ដំបងអត់សូវផលិតអីបានច្រើនឯកែច្នៃអីក៏មិនបានសូវច្រើនដែរយើងមានតែផលិតផលប៉ុន្តែយើងអត់សូវចេះកែច្នៃទៅជាផលិតផលសម្រាប់ចាស់អញ្ចឹងវាមានបញ្ហាប្រឈមដែរហើយសម្រាប់ខេត្តប៉ៃលិនវាក៏មានបញ្ហាប្រឈមវាមួយចំនួនដែរដូចជាដីសម្បូរជីវជាតិប៉ុន្តែដាំដំណាំខ្លះវាអត់បានទេដូចជាតរ៉េនដូចជាអីដាំអត់បានទេហើយខ្សោយសេវាសាធារណៈទៀតហើយសារតែខេត្តប៉ៃលិនដូចជាអត់សូវមានសាកលវិទ្យាល័យទេអញ្ចឹងប្រជាជនឬក៏សិស្សដែលចេញមកពីខេត្តប៉ៃលិនពេលដែលចប់វិទ្យាល័យត្រូវមករៀនសាកលវិទ្យាល័យនៅបាត់ដំបងឬក៏ឡើងទៅភ្នំពេញឬក៏អីចឹងទៅហើយបើសម្រាប់ខេត្តត្បូងឃ្មុំវិញខ្លាំងក្នុងការតាក់ទាញវិនិយោគនិយាយទៅគឺខេត្តហ្នឹងវាខ្លាំងខាងអាជីវកម្មខាងអីចឹងទៅប៉ុន្តែខ្សោយខាងផ្នែកដឹកជញ្ជូននិងធម្មពលវិញដោយសារតែបញ្ហាផ្លូវអីចឹងទៅវាខ្វះខាតឬក៏ខូចអីចឹងទៅចំពោះខេត្តទាំង3ហ្នឹងមានសេដ្ឋកិច្ចផ្អែកទៅលើកសិកម្មជាចម្បងនិងការអភិវឌ្ឍទៅរកឧស្សាហកម្មនិងទេសចរប៉ុន្តែបាត់ដំបងខ្ល้ายជាខេត្តធំជាងគេនិងមានទីផ្សារធំប្រជាជនច្រើនជាងខេត្តប៉ៃលិនដែលមានផលិតផលចម្រុះកសិកម្មសម្បូរដីមានជីជាតិត្បូងឃ្មុំវិញកំពុងក្លាយទៅជាកន្លងវិនិយោគថ្មីរវាងកម្ពុជានិងចិនហើយនេះគឺជាផែនទីរវាងខេត្តទាំង3ហ្នឹងស្រាប់ទី1ខេត្តបាត់ដំបងរូបទី2ខេត្តប៉ៃលិននិងរូបទី3គឺខេត្តត្បូងឃ្មុំហ្នឹងហើយទាំងនេះគឺជាឯកសារយោងរបស់ក្រុមនាងខ្ញុំដែលក្រុមរបស់នាងខ្ញុំបានលើកយកមកបកស្រាយហ្នឹងដោយទាញយកពីសភៅមគ្គុទ្ទេសក៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តឆ្នាំ2024របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ធុទំព័រទី374ដល់404ជាចុងក្រោយការបកស្រាយរបស់ក្រុមខ្ញុំត្រូវដល់ទីបញ្ចប់ខ្ញុំសូមអរគុណដល់អ្នកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃក្នុងការយកចិត្តទុកដាក់ស្ដាប់សូមអរគុណ